សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់រឿងរ៉ាវស្នេហាឆ្លងភពដ៏ជក់ចិត្តរឿងរ៉ាវដែលនឹងនាំអារម្មណ៍លោកអ្នកត្រឡប់ទៅកាន់សម័យលង្វែកសម័យកាលនៃសេចក្តីស្នេហានិងការតស៊ូសូមជូនរឿងស្នេហ៍ពិភពភាគទី1រឿងរ៉ាវបានចាប់ផ្ដើមឡើងនៅភូមិគ្រឹះដ៏ស្កឹមស្កៃរបស់លោកចក្រីវង្សនិងលោកជំទាវក្រវ៉ាន់គ្រួសារដ៏មានសុភមង្គលនេះត្រូវរលាយបាត់បង់ទៅវិញនៅពេលដែលលោកជំទាវក្រវ៉ាន់បានលាចាកលោកនេះទៅភាពឯកោបានធ្វើឲ្យលោកចក្រីសម្រេចចិត្តយកភរិយាម្នាក់ទៀតប៉ុន្តែនោះគឺជាដើមចំណៃទុក្ខសោកភរិយាក្រោយដែលមានចិត្តលោភលន់ចង់បានតែទ្រព្យសម្បត្តិបានប្រើល្បិចដាក់ថ្នាំបំពុលលោកចក្រីវង្សរហូតដល់ធ្លាក់ខ្លួនឈឺធ្ងន់នៅលើគ្រែស្លាប់ក្នុងដង្ហើមចុងក្រោយលោកចក្រីបានកាន់ដៃកូនស្រីតែម្នាក់គត់គឺអ្នកនាងកេសរទាំងទឹកភ្នែកសំឡេងដង្ហើមហត់នឿយនិងសំឡេងខ្សោរបស់លោកចក្រីវង្សនិយាយថាកេសរកូនសម្លាញ់ពុកសុំទោសដែលពុកមិនអាចនៅមើលថែកូនបានទៀតទេតែកូនកុំបារម្ភអីពេលពុកលាចាកលោកទៅសូមកូនប្រញាប់ទៅរកផ្ទះសម្លាញ់របស់ពុកគឺផ្ទះហោរាពិជ័យកូនប្រាប់គាត់ថាពុកស្លាប់ហើយពេលនោះកូននឹងបានរៀបការនឹងរស់នៅទីនោះជារៀងរហូតតែកូនមាសឪពុកកូនត្រូវតែផ្លាស់ប្ដូរចរិយារបស់កូនឲ្យល្អឡើងវិញពុកលេហើយសំឡេងយំខ្សឹកខ្សួលរបស់កេសរពាក្យលាហើយចុងក្រោយបានបន្លឺឡើងព្រលឹងលោកចក្រីក៏ចាក់ចេញទៅទុកឲ្យកេសរនៅកំព្រាអានាថាពេលនេះនាងគ្មានអ្វីសេះសល់ទៀតទេក្រៅពីអ្នកបម្រើស្មោះត្រង់ម្នាក់ដែលនៅក្បែរខ្លួនកេសរត្រូវចាក់ចេញពីភូមិគ្រឹះទាំងបង្ខំដើម្បីធ្វើដំណើរទៅកាន់ផ្ទះលោកហោរាពិជ័យតាមបណ្ដាំចុងក្រោយរបស់ឪពុកតើជីវិតរបស់កេសរនឹងទៅជាយ៉ាងណាពេលទៅដល់ផ្ទះលោកហោរាពិជ័យតើនាងអាចកែប្រែចរិតលក្ខណៈដើម្បីរស់នៅទីនោះបានដែរឬទេហើយតើចំណងស្នេហ៍ពិភពនេះនឹងចាប់ផ្ដើមដោយរបៀបណាកេសរបានធ្វើដំណើរមកដល់ភូមិគ្រឹះលោកហោរាពិជ័យទាំងអាការៈហត់នឿយនិងចរិតមហិច្ឆតាដែលមិនទាន់កែប្រែសំឡេងជំហានជើងនិងសំឡេងសម្លៀកបំពាក់សូត្រនាងច័ន្ទនិយាយលោកជំទាវអ្នកនាងកេសរមកដល់ហើយទៀនម្ចាស់ជំទាវនួនសួរថាអូនេះក្មួយកេសរមកដល់ហើយឬបើអញ្ចឹងឯងទទួលអ្នកនាងកេសរមកនាងច័ន្ទទៀនម្ចាស់លោកជំទាវអ្នកនាងសូមអញ្ជើញឡើងទៅលើផ្ទះទៀនម្ចាស់កេសរនិយាយសំឡេងឆ្មើងឆ្មៃចុះឯណាលោកអ៊ំមិនក៏មិនមកទទួលយើងបែបនេះនាងច័ន្ទទៀនម្ចាស់អ្នកនាងគឺលោកជំទាវគាត់នៅចាំលើផ្ទះឯណោះទៀនម្ចាស់កេសរនិយាយខ្សឹបម្នាក់ឯងហោះឲ្យអ្នកបម្រើមកទទួលយើងឬនេះឬអ្នកខ្ពង់ខ្ពស់នាងរំចង់អ្នកបម្រើកេសរអញ្ជើញឡើងលើផ្ទះទៅទៀនម្ចាស់កេសរសំឡេងខឹងនេះបើមិនឲ្យយើងឡើងលើផ្ទះឲ្យយើងទៅណាក្តៅក៏ក្តៅចុកជើងណាស់ឡើងទៅសំឡេងឡើងជណ្ដើរឈើតបជំទាវនួននិយាយនាងច័ន្ទនាំអ្នកនាងឡើងមកចាំអីទៀតនាងច័ន្ទតបមកដល់ហើយទៀនម្ចាស់លោកជំទាវកេសរនិយាយសំឡេងទន់ភ្លន់បន្តិចជំរាបសួរលោកអ៊ំប្រុសទៀនម្ចាស់លោកពិជ័យតបលើកដៃថ្វាយព្រះក្មួយស្រីតើក្មួយសុខសប្បាយទេកេសរឆ្លើយថាអរព្រះគុណទៀនម្ចាស់លោកអ៊ំក្មួយសុខទុក្ខធម្មតាទេទៀនម្ចាស់លោកពិជ័យនិយាយសរសើរល្អហើយក្មួយនោះជំទាវអ៊ំជំរាបសួរគាត់ទៅក្មួយកេសរនិយាយទៀនម្ចាស់ជំរាបសួរជំទាវអ៊ំសុខសប្បាយទេទៀនម្ចាស់ជំទាវនួនតបលើកដៃថ្វាយព្រះក្មួយអ៊ំសុខសប្បាយទេកេសរនិយាយប្រហើនទៀនម្ចាស់នេះជំទាវអ៊ំចាស់ជាងខ្ញុំគិតទៅទៀតជំទាវនួនភ្ញាក់ផ្អើលហានេះនាងហើយរិទ្ធិរាជកូនប្រុសលោកពិជ័យគិតក្នុងចិត្តស្រីអីគ្មានសុជីវធម៌បែបនេះគួរឲ្យស្អប់ណាស់
កេសរឃើញឫទ្ធិរាជភ្លាមសំឡេងប្លែកជំរាបសួរលោកបងទានម្ចាស់ឫទ្ធិរាជដោយសំឡេងត្រជាក់ស្រូបជំរាបសួរកេសរខ្សឹបប្រាប់រំចង់នាងរំចង់ឯងមើលលោកបងចុះសង្ហាលើអ្វីដែលយើងគិតទៅទៀតឯងថាអញ្ចឹងទេនាងរំចង់និយាយសំឡេងខ្លាចគេឮទានម្ចាស់អ្នកនាងហេសហេអូអួយលោកពិជ័យនិយាយនាងរំចង់ឆាប់នាំអ្នកនាងឯងទៅសម្រាកទៅដូចជាហត់នឿយហើយនាងរំចង់ឆ្លើយទានម្ចាស់អ្នកនាងអញ្ជើញទៅបន្ទប់យើងទៅទានម្ចាស់កេសរនិយាយលាក្មួយជំរាបលាលោកទាំងពីរជំរាបលាលោកបងខ្ញុំទៅសម្រាកហើយទានម្ចាស់សំឡេងដើរចេញទៅជំទាវនួនអន់ចិត្តហោះលោកបងមើលនាងចុះគ្មានសុជីវធម៌សោះគួរឲ្យខឹងណាស់លោកពិជ័យលួងលោមកុំអញ្ចឹងអីអូនក្មួយគ្មានអ្នកប្រដៅអប់រំទេអូនកុំខឹងអីជួយបង្រៀនក្មួយផងទៅយល់ដល់មុខបងផងឫទ្ធិរាជនិយាយពិតមែនហើយអ្នកម៉ែកុំខឹងអីសូមគិតពីសុខភាពអ្នកម៉ែផងទានម្ចាស់ជំទាវនួនឆ្លើយនេះខ្ញុំយល់ដល់លោកបងនិងកូនឫទ្ធិរាជទេណាកុំអីហើយព្រឹកថ្ងៃថ្មីសំឡេងបាសីយំនាងរំចង់ដាស់អ្នកនាងគេអ្នកនាងទានម្ចាស់ក្រោកឡើងព្រឹកហើយអ្នកនាងកេសរសំឡេងងុយនឹងកាច់ហើយនេះវាស្អីឯងហារកតែយើងដេកមិនបាននេះឯងបើយើងមិនបានជេរឯងស៊ីបាយមិនឆ្ងាញ់មែនទេហានាងរំចង់តបតែថ្ងៃនេះលោកជំទាវនួនឲ្យអ្នកនាងទៅរៀនធ្វើម្ហូបនៅផ្ទះបាយណាអ្នកនាងកេសរនិយាយហើយធុញញ៉ាវើយមិនក៏ឯងមិនទៅរៀនទៅនាងរំចង់ស្រែកអួយតែវាមិនដូចគ្នាទេអ្នកនាងថ្ងៃក្រោយអ្នកនាងខ្លាយជាកូនប្រសាផ្ទះនេះមិនមែនខ្ញុំទេកេសរនិយាយទាំងខឹងថានេះឯងប្រដៅយើងមែនទេនេះណែកសំឡេងវាយនាងរំចង់ស្រែកដោយសារសំឡេងទះអុយអ្នកនាងទានម្ចាស់បៅឈឺនៅផ្ទះបាយសំឡេងកំបិតសំឡេងឆ្នាំងជំទាវនួននិយាយសួរអស់នេះក្មួយមកហើយឬអង្គុយចុះមកកេសរឆ្លើយថាទានម្ចាស់លោកតើលោកបង្រៀនក្មួយធ្វើអ្វីខ្លះជំទាវនួននិយាយគឺថ្ងៃនេះនឹងបង្រៀនក្មួយឲ្យធ្វើអន្សមជ្រូកជារបស់ដែលកូនឫទ្ធិរាជគេចូលចិត្តកេសរគិតក្នុងចិត្តមិនដឹងថាលោកបងចូលចិត្តឬចង់ប្រើយើងទេហើយកម្មហើយខ្ញុំជំទាវនួននាងចានឯងទៅយកសាច់ជ្រូកសណ្ដែកបាយស្លឹកចេកអង្ករដំណើបនិងចំណងយកមកជំទាវនួនបន្តបង្រៀនកេសរក្មួយមើលធ្វើឲ្យមើលសិនណាសំឡេងរៀបស្លឹកចេកដំបូងត្រូវយកស្លឹកមកដាក់អង្ករសណ្ដែកបាយដាក់សាច់ជ្រូករួចមូលចង់ឲ្យចិត្តជាការស្រេចតើក្មួយធ្វើបានទេកេសរឆ្លើយទាំងធុញយល់ហើយទានម្ចាស់សំឡេងវឹកវរក្នុងផ្ទះបាយកេសរស្រែកហើយរញ៉េញ៉ៃណាស់ស្អុយក៏ស្អុយឆ្អាប់ក៏ឆ្អាប់ហើយយើងឈប់ធ្វើហើយធុញណាស់អ្នកណាធ្វើក៏ធ្វើទៅសំឡេងក្រវែងរបស់ចៅជំទាវនួននិយាយព្រះជួយអូយវិលមុខកាត់ខ្យល់ហើយខ្ញុំបើអញ្ចឹងទៅណាក៏ទៅនាងរឿងតើអ្នកនាងធ្វើបានប៉ុន្មានរឿងសំឡេងសាច់ចំអកទានម្ចាស់គឺបានតែមួយទេតែមើលទៅដូចក្មេងលេងបាយលុកបាយឡអញ្ចឹងទានម្ចាស់ហោះកេសរខឹងហោះចឹងក្មួយលាសិនហើយដើរទៅរករឿងហោះនេះណែកពូកែណាស់មែនទេឯងសំឡេងទេរឿងអើយហោះនេះអ្នកនាងកេសរនិយាយថាបើឯងចង់ឈឺសាច់ខ្លាំងជាងនេះក៏ចូលមកយើងមិនខ្លាចឯងទេនាងបំរើគេមួយជីវិតលោកបើចង់រកយុទ្ធធម៌ត្រូវចាំថាវាគឺអ្នកបំរើផងណាជំទាវនួនស្រែកខ្លាំងបានហើយកេសរ
នាងឆាប់បកក្បាលទៅបន្ទប់វិញទៅហើយគេស្រខឹងយ៉ាងខ្លាំងនេះលោកអ៊ំកំពុងជេរខ្ញុំមែននេះណែអ្នកនិទានចំនួនបានផ្ទុះឡើងយ៉ាងខ្លាំងរវាងកេសរនិងលោកជំទាវនួនតើវាសនារបស់កេសរនៅក្នុងផ្ទះលោកហរាពិជ័យនឹងទៅជាយ៉ាងណាតើលោកបងរិទ្ធិរាជនឹងដោះស្រាយរឿងនេះបែបណា